សម្រាប់ពីការងារក្នុងការបន់ភ្ជុំរយៈពេលមួយសប្តាហ៍នេះសន្យាមួយកូនពៅថានាំទៅលេងប្រលានយន្តហោះថ្មីដែលគេទៅតែកសាងរួចនឹងបើកសម្ពោធជាផ្លូវការរួចរាល់ហើយប៉ុន្តែដល់ពេលការពីគេសម្ពោធថ្មីហ្នឹងអត់បាននាំកូនពៅមកទេទៅតែឥឡូវនេះបាននាំមកលេងម្ដងហើយឥឡូវហ្នឹងគេចង់ជិះចដាប្រអប់កញ្ចក់នេះបងប្អូនអរគ្នាខ្លះហានខ្លាំងមែនតើណាអត់ហ៊ានឡើងចដាយន្តទេចង់ជិះចដាប្រអប់នេះរដងធ្លាប់ជិះចដាប្រអប់ចឹងដែរប៉ុន្តែលក្ខណៈថាអញ្ចាំងបិទចិត្តណាដល់ពេលនេះមានណាកញ្ចក់ចឹងទៅចង់ភ័យចង់ស្រោតខ្លួនឯងផងហើយតែកូនពៅគេសប្បាយអមមកគេបានឃើញទិដ្ឋភាពពីលើពីក្រោមផងហើយបងប្អូនអរគ្នាបើចេញទៅឲ្យគេចេញពីចដាប្រអប់ហ្នឹងណាដែលថាតែតម្រូវឲ្យមានភ្ញៀវទេសចរជិះផ្សេងទៀតចឹងទៅយើងមិនអាចជិះទៅមកបានទេឥឡូវហ្នឹងដើមពីផុតចដាប្រអប់មកមានដល់កន្លែងរូបព្រះពុទ្ធបដិមាបងប្អូនអរគ្នាម្ដងពួកខ្ញុំបានសំពះថ្វាយបង្គំបួងសួងសុំសេចក្តីសុខហើយក៏បានថតរូបលេងនៅទីនោះ 4-5 ប៉ោចឹងណាទុកជាអនុស្សាវរីយ៍មកហើយបើបានថតរូបលេងថតរូបទុកជាអនុស្សាវរីយ៍ដែលរៀងស្ដាយចឹងណាក៏បានថតរូបលេងហើយក៏បន្តដំណើរនាំកូនពៅដើរលេងជុំវិញទីលាននោះទៀតទីលានធំហើយត្រជាក់ស្រួលហើយស្អាតខ្លាំងមែនទែនបងប្អូនអរគ្នាហើយសូម្បីតែការសម្អាតអនាម័យហ្នឹងណាក៏បងអ្នកសម្អាតហ្នឹងគាត់ព្យាយាមសម្អាតខ្លាំងមែនតែនមិនឲ្យមានធូលីដីទេខ្ញុំឃើញគាត់ដើរបិចដើរជូតរហូតហ្មងដល់ពេលចាំមានអារម្មណ៍ថាអាណិតពួកគាត់ដោយសារតែយើងដើរឡើងទៅស្បែកជើងស្បែកអីហ្នឹងទៅវាប្រឡាក់អីចឹងណាបងប្អូនអរគ្នាតែធ្វើម៉េចបើវាតម្រូវទៅអញ្ចឹងទៅហើយហ៎បើសិនទុកបីជាមកកន្លែងខ្លាចវាថាពិបាកក្នុងការគ្រប់គ្រងអញ្ចឹងណាឥឡូវជិះចដាយន្តឡើងទៅជាន់លើបងអស់មួយទៀតបងប្អូនអរគ្នាជាន់លើគេនេះណាហើយម្ដងនេះឃើញទីលានវាស្មៅសម្បត្តិនិមិត្តនេះមួយហ្នឹងដោយទីលានបាល់ទាត់អញ្ចឹងប៉ុន្តែមិនមែនទេគឺមានគេមានជាលក្ខណៈកៅអីតុកឈើមួយសម្រាប់អង្គុយលេងអង្គុយថតរូបលេងអញ្ចឹងណាបងប្អូនអរគ្នានិយាយទៅមានសួនបៃតងសឹងគ្រប់កន្លែងតែម្ដងទោះបីជាមិនបានជាស្រស់ក៏បានជាសពនិមិត្តមើលទៅខៀវបៃតងធម្មជាតិអញ្ចឹងណាបងប្អូនអរគ្នាហើយមកដល់នឹងហើយក៏បានថតរូបអនុស្សាវរីយ៍លេងទៀតហើយអត់ឲ្យរំលងបងក្នុងការថតរូបណាដល់ពេលថតរូបរួចហើយហ្នឹងកូនពៅក៏រៀងឃ្លានបងប្អូនអរគ្នាមុខជួអត់ចង់ញញឹមដាក់កាមេរ៉ាទេហើយម៉ាក់នោះយកពីអារម្មណ៍កូនពៅដឹងថាកូនពៅឃ្លានចង់ញ៉ាំអីចឹងណាក៏បន្តដំណើរសិនជាថាចាំតំណទៅញ៉ាំអីនៅផ្ទះខ្មែរវិញពួកអីនៅកន្លែងនេះវាដូចថាសម្បូរម្ហូបអឺរ៉ុបនៅឡើងតែខ្មែរមានម្ហូបជាខ្មែរមាននំបញ្ចុកមានបាយមានអីចឹងណាបងប្អូនអរគ្នាមាននំប៉័ងសាឡូការីអីចឹងទៅក៏បាននាំគ្នាធ្វើដំណើរមកផ្ទះខ្មែរនេះចេញមកបងប្អូនអរគ្នាចេញពីកន្លែងពលានវិញហើយតម្រង់ទៅផ្ទះខ្មែរតែម្ដងថាទីលានចតរថយន្តធំមែនតែនហ្មងណាថាបងប្អូនដែលនៅចិត្តនឹងអីគាត់មកហាត់ប្រាណអីដើរទៅទីលានហ្នឹងអូយហាត់ប្រាណយកទៅណាមិនអស់ឥឡូវហ្នឹងខ្ញុំ3អ្នកម៉ែដើរទៅកន្លែងផ្ទះខ្មែរមុនដោយប៉ាប៉ាហ្នឹងទៅយកឡានតែក្បាច់ចេញពីហ្នឹងហើយហើយបងប្អូននៅចម្រៀងហ្នឹងគឺចេញពី speaker រូបចម្លាក់ដុំថ្មសាលាហ្នឹងបងប្អូនអរគ្នាគឺថាគេរាយគ្រប់កន្លែងនៅតំបន់ផ្ទះខ្មែរហ្នឹងតែម្ដងណាហើយចាក់ជាបទចម្រៀងបែបខ្មែរណាបទចម្រៀងពីដើមអញ្ចឹងទៅអត់មានបទសម័យទេគឺបទបុរាណពីដើមហើយជាភាសាខ្មែរគឺថាមានរាយគ្រប់សួនច្បារនៅសឹងគ្រប់កន្លែងនៅកន្លែងតំបន់ផ្ទះខ្មែរហ្នឹងបងប្អូនអរគ្នាហើយមានអ្នកចូលរួមទស្សនាច្រើនមែនតែនហ្មងណាហើយនៅម្ដុំហ្នឹងក៏មានលក់ជាតកកឈូសបង្អែមខ្មែរណាបងប្អូនអរគ្នាហើយនេះខ្ញុំបានទៅចិត្តទេដោយសារតែខ្លាចរំខានគេលក់អីចឹងណាព្រោះកូនពៅទៅជាផ្ដាសាយអត់ហ៊ានឲ្យញ៉ាំតកកឈូសទេអញ្ចឹងយើងកុំទៅចិត្តគេព្រោះបានទិញរបស់គេហ៎ហើយក៏មានលក់ជាកាហ្វេទៀតផងដែរឥឡូវហ្នឹងម្ដងហ្នឹងកូនពៅអត់ចង់ឡើងទេដោយសារតែឃ្លានខ្លាំងតែណាហើយឡើងលើហើយចាំចុះវិញញ៉ាំអីឡើងលើផ្ទះខ្មែរហ្នឹងណាបងប្អូនអរគ្នាព្រោះប៉ាប៉ាក៏បានមកដល់ដែរគាត់យកឡានទៅទុកកន្លែងមានសុវត្ថិភាពឲ្យស្រួលបួលចឹងណាគឺថាឡើងមកដល់ទីនេះមានអារម្មណ៍ថាដូចខ្លួនឯងឆ្លងភពទៅភពបុរាណវិញណាបងប្អូនអរគ្នាធ្លាប់តែឃើញគេថតរឿងអីចឹងទៅមានផ្ទះបែបបុរាណផ្ទះឈើតែបែបខ្មែរអីចឹងណាឥឡូវឡើងផ្ទាល់សង្ឃថាថ្ងៃក្រោយមានឱកាសអីនេះខ្ញុំនឹងស្លៀកជាស្បៃបងប្អូនអរគ្នាមានស្បៃទៅក្រោយដូចជាជំនាន់អីលងវែកអីចំវែកជំនាន់អីចឹងណាមកថតនៅទីនេះម្ដងទៀតប៉ុន្តែមិនដឹងថាមានឱកាសមានវាសនាអត់ចឹងណាយើងមិនអាចនិយាយទុកមុនបានទេឥឡូវនឹងបានចូលមកបន្ទប់ខាងស្ដាំជាមុនសិនមានរូបចម្លាក់ព្រះពុទ្ធបដិមាព្រមទាំងរូប
មានពោះមានអ្នកពីក្រោយចឹងណាហើយក៏មានជាកន្លែងតាំងវត្ថុអនុស្សាវរីយ៍លក់វត្ថុអនុស្សាវរីយ៍ផងដែរសម្រាប់ភ្ញៀវជាតិអន្តរជាតិមកដែលគាត់មកហ្នឹងគាត់ឃើញគាត់ស្រឡាញ់គាត់ជាវយកហើយក៏មានតាំងជារូបមកុដចម្លាក់ផងដែរសម្រាប់បងប្អូនមកទស្សនាហើយថតរូបលេងចឹងណាឲ្យបានស្គាល់ពីក្បាច់បុរាណមកុដរបស់ខ្មែរយើងណាបងប្អូនអរគ្នាមានតាំងលម្អវត្ថុអនុស្សាវរីយ៍ទៀតជាច្រើននៅក្នុងនេះខ្ញុំបានចូលថតអស់ទេដោយសារកូនពៅឃ្លានហើយទាញចេញក្រៅរហូតមកឃ្លានរហូតប៉ុន្តែមិនឲ្យរំលងឲ្យចូលបន្ទប់ខាងឆ្វេងម្ដងព្រោះអីមិញចូលខាងស្ដាំឥឡូវក៏ចូលខាងឆ្វេងនៅទីនេះក៏មានតាំងជាចម្លាក់ឈើផងដែរមានត្បាល់បុកឬថាវត្ថុអនុស្សាវរីយ៍បងប្អូនអរគ្នាបើយើងស្រឡាញ់យើងអាចជាវបានណាបងប្អូនអរគ្នាហើយក៏មានជារូបទូកមានរូបអីធ្វើពីថ្នោតធ្វើពីឈើអីផ្សេងទៀតជាច្រើនហើយមានរូបអប្សរាអីចឹងណាសម្រាប់តាំងលំអមិនដឹងឬក៏គេដាក់តាំងសម្រាប់ភ្ញៀវណាដែលពេញចិត្តជាវយកទៅដាក់នៅផ្ទះមិនដឹងណាហើយក៏មានជាកន្លែងកញ្ចក់ថតរូបមានអប្សរាមានអីចឹងណាហើយដល់នេះកូនពៅបានស្រឡាញ់ខ្សែដៃក៏បានជាវខ្សែដៃមួយខ្សែទុកជាអនុស្សាវរីយ៍សម្រាប់ពេលទៅផ្ទះវិញណាហើយតម្លៃសមរម្យតែបងប្អូនអរគ្នាប៉ុណ្ណឹងយើងអាចទទួលយកបានព្រោះយើងទៅធ្វើក៏មានចំណាយលុយប៉ុណ្ណឹងធ្វើបានដែរឥឡូវហ្នឹងរួចរាល់ហើយក៏បាននាំគ្នាត្រឡប់ចុះក្រោមវិញមើលខាងលើរួចរាល់ហើយណាព្រោះឲ្យកូនទៅឃ្លានខ្លាំងហើយក៏សម្ដៅមកកន្លែងហូបអីតែម្ដងនៅខាងក្រោមផ្ទះខ្មែរហ្នឹងទេអត់មាននៅណាឆ្ងាយទេគឺមានលក់អាហារជាច្រើនមុខណាមានកន្លែងនេះមានសាច់អាំងបងប្អូនអរគ្នាសាច់ជ្រូកអាំងព្រះដាក់ប្រហែលជារសជាតិដើមនៅព្រះដាក់អញ្ចឹងណាហើយមានជាទឹកបង្អែមព្រិលបង្អែមអីចឹងទៅហើយកន្លែងនេះវិញគឺជាកន្លែងលក់នំបញ្ចុកសម្លខ្មែរសម្លកូរ៉េព្រមទាំងសម្លសាច់ត្រីសម្លនំប៉័ងហើយមិនមែនមានតែសម្លកូរ៉េឬគ្រឿងហូបទេមានដូចជាភេសជ្ជៈអីផ្សេងទាំងពៅដំឡូងជៀនចេកជៀនអីក៏មានដែរលុបថាបែបខ្មែរហើយមើលទៅទំហំគេឡើងតំណមែនតើគ្រាន់តែរៀងថ្លៃបន្តិចតែគ្រាន់តែវាមើលទៅវាចំណាយគ្រឿងអស់ច្រើនដែរអញ្ចឹងណាបងប្អូនអរគ្នាហើយក៏មានកន្លែងថែមថយគ្រឿងទេសខ្លួនឯងទៀតមានម្ទេសមានអំបិលស្ករប៊ីចេងអីចឹងណាឥឡូវនៅកូនពៅបានយកនំបញ្ចុកមកអ៊ូងយកតែម្ដងគេថាឆ្ងាញ់ណាស់មិនអោយឆ្ងាញ់មិនបើសាច់ទាំងដុំប៉ុណ្ណេះហើយប៉ាអត់ចូលចិត្តញ៉ាំនំបញ្ចុកទេអត់ចង់ញ៉ាំនំបញ្ចុកទេគាត់ចង់ជាញ៉ាំជាបាយឆាសាច់មាន់ចៀនណាបងប្អូនអរគ្នាឥឡូវញ៉ាំរួចរាល់ហើយក៏បាននាំគ្នាធ្វើដំណើរត្រឡប់ផ្ទះវិញអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាសូមអរគុណ